បាទជំរាបសួរលោកគ្រូនិងសួស្តីលោកគ្រូនិងគ្រូទាំងអស់គ្នាខ្ញុំបាទជាគរុសិស្សមកពីថ្នាក់កហើយថ្ងៃនេះខ្ញុំនឹងមកបកស្រាយនៅខ្លឹមសារមេរៀនវិតម្លៃការសិក្សាអញ្ចឹងយើងឈានចូលដល់សប្តាហ៍ទី5ហើយអញ្ចឹងសប្តាហ៍ទី5របស់យើងគឺយើងនឹងនិយាយអំពីការវិតម្លៃនៅក្នុងម៉ោងសិក្សានិងការវិតម្លៃតាមដំណាក់កាលដោយផ្អែកទៅលើការវិតម្លៃបញ្ចប់អញ្ចឹងសួរថាតើការវិតម្លៃទាំងពីរហ្នឹងគឺវាមានលក្ខណៈបែបម៉េចអញ្ចឹងចំណុចទី1គឺគេនិយាយអំពីការវិតម្លៃនៅក្នុងម៉ោងសិក្សាអញ្ចឹងនេះគឺជាគោលបំណងនៃការនៅក្នុងមេរៀនរបស់យើងគឺយើងនឹងកំណត់បានអំពីដំណាក់កាលនៃការវិតម្លៃតាមដំណាក់កាលនិងការវិតម្លៃដែលផ្អែកទៅលើការវិតម្លៃបញ្ចប់ហើយនិយាយអំពីលក្ខណៈខុសគ្នារវាងពីរចំណុចហ្នឹងហើយយើងអាចពណ៌នាបានអំពីកប្បកិរិយារបស់សិស្សការបញ្ចេញសំឡេងកាយវិការទឹកមុខនិងទំនាក់ទំនងតាមរយៈខ្សែភ្នែកមួយទៀតយើងនឹងនិយាយអំពីការទៅលើការសួរសំណួរដែលពាក់ព័ន្ធជាមួយនឹងចម្លើយដែលសមស្របហើយចំណុចចុងក្រោយគឺផ្ដល់ព័ត៌មានត្រឡប់មកកាន់យើងវិញហើយនឹងការញែករវាងការផ្ដល់ព័ត៌មានត្រឡប់ដែលមានប្រសិទ្ធភាពនិងគ្មានប្រសិទ្ធភាពអញ្ចឹងនេះគឺជាគោលបំណងនៅក្នុងមេរៀនរបស់យើងអញ្ចឹងមេតិកានៅក្នុងចំណុចទី1គឺមាន5ចំណុចសេចក្តីផ្ដើមវត្តនៃការវិតម្លៃតាមដំណាក់ការសង្កេតមិនផ្លូវការសំណួរតមាត់និងការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពអញ្ចឹងសេចក្តីផ្ដើមរបស់យើងគឺតាមទស្សនវិទូ2នាក់គឺលោក William ហើយនិង Lee Hai នៅក្នុងឆ្នាំឆ្នាំ2015គាត់និយាយថាការវិតម្លៃហ្នឹងគឺវាមានសារៈសំខាន់ហើយសារៈសំខាន់ហ្នឹងគឺដើម្បីអីគឺដើម្បីជាភស្តុតាងល្អមួយសម្រាប់ជាការវិតម្លៃទៅលើការសិក្សាជាវិជ្ជមាននិងការលើកទឹកចិត្តរបស់សិស្សអញ្ចឹងនេះគឺជាទស្សនវិទូដែលគាត់លើកឡើងហើយការវិតម្លៃនឹងដែរគឺយើងនឹងធ្វើនៅក្នុងម៉ោងសិក្សានិងអន្តរកម្មរវាងគ្រូហើយនិងសិស្សផងដែរអញ្ចឹងគេមានសំណួរមួយសួរថាតើការវិតម្លៃតាមដំណាក់កាលហ្នឹងជាអ្វីអញ្ចឹងការវិតម្លៃនេះតាមដំណាក់កាលហ្នឹងគឺជាដំណើរការនៃការប្រមូលភស្តុតាងនិងការរៀនរបស់សិស្សការផ្ដល់មតិកែលម្អដូចជាគេហៅមួយទៀតគេហៅព័ត៌មានត្រឡប់ដល់សិស្សនិងការកែសម្រួលនៅយុទ្ធវិធីក្នុងការបង្រៀននិងការសិក្សាដែលលើកកម្ពស់សមិទ្ធផលការសិក្សារបស់សិស្សអញ្ចឹងនេះជានិយមន័យលើការវិតម្លៃនៅក្នុងការវិតម្លៃតាមដំណាក់ហើយការវិតម្លៃតាមដំណាក់នេះគឺជាដំណើរការនៃការវិតម្លៃតាមដំណាក់អញ្ចឹងឧទាហរណ៍ទៅលើមេរៀនមួយអញ្ចឹងដល់ពេលដែលយើងបង្រៀននៅមេរៀនមួយហើយយើងត្រូវចាំបាច់ប្រមូលនៅភស្តុតាងនៃការរៀននៅក្នុងមេរៀនហ្នឹងដូចជាការសង្កេតមិនផ្លូវការសួរសំណួររំលឹកការដាក់លំហាត់អីជាដើមអញ្ចឹងនេះគឺជាការប្រមូលនៅភស្តុតាងនៃការវិតម្លៃរបស់សិស្សអញ្ចឹងនៅពេលដែលយើងប្រមូលបានភស្តុតាងនឹងហើយយើងត្រូវវិតម្លៃភស្តុតាងទាំងអស់ហ្នឹងយើងត្រូវបកស្រាយថាមូលហេតុអីបានជាពួកគាត់ឆ្លើយមិនត្រូវឬក៏ពួកគាត់ឆ្លើយត្រូវឬក៏ការងាររបស់គាត់នឹងដាក់ទៅធ្វើបានល្អអញ្ចឹងយើងត្រូវបកស្រាយយើងក៏មិនលំអៀងផងដែរអញ្ចឹងនៅពេលដែលយើងវិតម្លៃទៅលើភស្តុតាងរបស់យើងហើយយើងត្រូវផ្ដល់នៅមតិត្រឡប់ទៅកាន់សិស្សវិញដោយភ្លាមឬក៏ពជាពេលបានបន្តិចបន្តួចផងដែរហើយមួយទៀតមតិនៃការផ្ដល់នៅព័ត៌មានត្រឡប់ហ្នឹងក៏មានលក្ខណៈច្បាស់លាស់ផងដែរហើយចុងក្រោយគឺយើងកែលម្អទៅលើការបង្រៀនរបស់យើងអញ្ចឹងនៅពេលដែលយើងផ្ដល់នៅព័ត៌មានត្រឡប់ទៅកាន់សិស្សហើយយើងត្រូវមើលខ្លួនឯងថាតើការបង្រៀនរបស់យើងហ្នឹងយ៉ាងម៉េចដែរអញ្ចឹងយើងបង្រៀនតាមជំហានបន្ទាប់ឬក៏យើងប្រើសកម្មភាពអីខ្លះទៅកាន់សិស្សដើម្បីឲ្យពួកគាត់ហ្នឹងងាយស្រួលយល់ជាងមុនអញ្ចឹងចរិតនៃលក្ខណៈនៃការវិតម្លៃហ្នឹងគឺនេះគឺជាលក្ខណៈនៃការវិតម្លៃតាមដំណាក់ទី1យើងត្រូវប្រមូលនៅភស្តុតាងនៃការសិក្សារបស់សិស្សរចនាសម្ព័ន្ធការចូលរួមនៃពាក់ព័ន្ធមតិកែលម្អធ្វើនៅពេលណាកែលម្អការបង្រៀនជំរឿននៃកិច្ចការវរកម្មរវាងសិស្សនិងគ្រូត
តួនាទីស្វ័យវិតម្លៃរបស់សិស្សការលើកទឹកចិត្តអញ្ចឹងទាំងអស់ហ្នឹងគឺជាចរិតលក្ខណៈនៃការវិតម្លៃតាមដំណាក់កាលរបស់យើងអញ្ចឹងយើងត្រូវផ្អែកទៅលើចំណុចទាំងអស់ហ្នឹងអញ្ចឹងតើប្រភេទនៃការវិតម្លៃតាមដំណាក់ហ្នឹងមានប៉ុន្មានអញ្ចឹងមាន2ប្រភេទសំខាន់ទី1គឺក្នុងម៉ោងសិក្សានិងទី2ការវិតម្លៃតាមដំណាក់ដែលផ្អែកទៅលើការវិតម្លៃបញ្ចប់ហើយការវិតម្លៃនៅក្នុងម៉ោងសិក្សាក៏បែងចែកជា2ផងដែរគឺការវិតម្លៃភ្លាមៗនិងមានគម្រោងទុកមុនហើយវិតម្លៃតាមដំណាក់កាលក៏មាន3សំខាន់ដែរគឺការវិតម្លៃបញ្ចប់ទៅលើក្នុងថ្នាក់ការវិបញ្ចប់ទូទៅនិងការវិតម្លៃបញ្ចប់ខ្នាតធំផងដែរអញ្ចឹងប្រភេទនៃការវិតម្លៃតាមដំណាក់កាលគឺយើងដឹងហើយគឺមាន2ប្រភេទគឺតាមនៅក្នុងម៉ោងសិក្សានិងការវិតម្លៃតាមដំណាក់កាលផ្នែកសំខាន់ផ្នែកផ្អែកទៅលើការវិតម្លៃបញ្ចប់អញ្ចឹងសួរថាតើការវិតម្លៃនៅក្នុងម៉ោងសិក្សាហ្នឹងគឺគេផ្អែកទៅលើអីអញ្ចឹងការវិតម្លៃទៅលើម៉ោងសិក្សាហ្នឹងគឺកើតឡើងនៅពេលដែលការបង្រៀននិងការរៀនអញ្ចឹងកើតឡើងនៅពេលដែលការបង្រៀននិងការរៀនហ្នឹងហើយវាបញ្ចូលទៅក្នុងការបង្រៀនតាមរយៈការសង្កេតរបស់គ្រូអញ្ចឹងមានន័យថាគេវាតម្លៃទៅលើការសង្កេតរបស់គ្រូមានថាសិស្សហ្នឹងយើងសង្កេតទៅគាត់យ៉ាងម៉េចដែរមួយទៀតគឺការសួរសំណួរមតិកែលម្អទាន់ពេលវេលាអញ្ចឹងនៅពេលដែលគាត់ឆ្ងល់កន្លែងណាយើងត្រូវកែលម្អគាត់ភ្លាមនិងការកែលម្អបង្រៀននិងរៀនភ្លាមផងដែរអញ្ចឹងលក្ខណៈមួយហ្នឹងគេហៅថាជាលក្ខណៈបង្កប់ជាជាមួយនឹងការបង្រៀនអញ្ចឹងមានន័យថាយើងរៀនបដាយើងសង្កេតបដាយើងសួរបដាហើយយើងកែលម្អបដាទៀតអញ្ចឹងវាបង្កប់នៅសកម្មភាពទាំងអស់ហ្នឹងនៅក្នុងការបង្រៀនរបស់យើងអញ្ចឹងគេហៅវាថាជាការបង្រៀនការវិតម្លៃនៅក្នុងម៉ោងសិក្សាអញ្ចឹងការវិតម្លៃនៅក្នុងម៉ោងសិក្សាមាន2ប្រភេទគឺការវិតម្លៃភ្លាមនិងការវិតម្លៃក្រុងទុកអញ្ចឹងការវិតម្លៃភ្លាមហ្នឹងគឺកើតឡើងនៅពេលដែលអន្តរកម្មរវាងគ្រូហើយនិងសិស្សជាធម្មតាយើងត្រូវប្រើជាសំណួរនៅក្នុងថ្នាក់ឬការបង្កើតក្រុមផ្សេងហើយបន្ទាប់មកយើងប្រមូលនៅភស្តុតាងនៃការសួរសំណួរនៃការបង្កើតក្រុមទាំងអស់ហ្នឹងជាភស្តុតាងនៃការវិតម្លៃនៅក្នុងម៉ោងសិក្សាភ្លាមអញ្ចឹងគេហៅការវិតម្លៃមួយហ្នឹងគេហៅថាពេលវេលាដែលអាចបង្រៀនបានមានន័យថានៅពេលដែលយើងវិតម្លៃយើងគួរតែគិតទៅលើពេលវេលាថាអាចវិតម្លៃបានកម្រិតណាហើយយើងអាចបង្រៀនតាមលទ្ធភាពចឹងទៅអញ្ចឹងមួយទៀតគឺការវិតម្លៃនៅក្នុងម៉ោងសិក្សាដែលបានគ្រោងទុកនោះមានន័យថាយើងត្រូវរៀបចំជាសំណួររៀបចំជាកិច្ចការដែលត្រូវដាក់ឬក៏ត្រូវសួរចំចំណុចជាក់លាក់ណាមួយនៅពេលដែលបរិញ្ញាបត្រអញ្ចឹងវាជាការរៀបចំទុកមុនបន្ទាប់មកនៅពេលដែលយើងសួរទៅអានឹងវាជាភស្តុតាងមួយដែលត្រឹមត្រូវដើម្បីគ្រប់គ្រងទៅលើប្រសិទ្ធភាពក្នុងការសិក្សារបស់សិស្សនីមួយផងដែរអញ្ចឹងនេះគឺជាភស្តុតាងនៃការវិតម្លៃនៅក្នុងម៉ោងសិក្សាដែលបានគ្រោងទុកអញ្ចឹងភាពខុសគ្នារវាងការវិតម្លៃភ្លាមនិងការវិតម្លៃគ្រោងទុកហ្នឹងគឺវាខុសគ្នាយ៉ាងម៉េចតែប៉ុន្តែវាជាក់ស្ដែងវាលទ្ធផលវិតម្លៃហ្នឹងគឺវាប៉ះពាល់ទៅលើការសិក្សានិងលទ្ធភាពសិស្សដល់កម្រិតណាមានន័យថាភាពខុសគ្នារវាងពីរហ្នឹងប្រភេទហ្នឹងគឺថាតើវាប៉ះពាល់មិនហើយវាមានសមិទ្ធផលដល់កម្រិតណាទៅតាមសិស្សហ្នឹងជាស្ដែងគឺលោក William ហើយនិងលោក Lee Hai ឆ្នាំ2015ហ្នឹងក៏លើកឡើងថាការវិតម្លៃនៅក្នុងម៉ោងសិក្សាហ្នឹងមានអត្ថប្រយោជន៍ជាវិជ្ជមានបំផុតហើយវាមានអត្ថប្រយោជន៍សំខាន់ទៅលើអីគឺវាសំខាន់ទៅលើការគ្រប់គ្រងថ្នាក់រៀនរបស់គ្រូម្នាក់ហ្នឹងអញ្ចឹងមានថាម៉េចមានន័យថាប្រភេទទាំងពីរគឺការវិតម្លៃនៅក្នុងម៉ោងសិក្សាភ្លាមនិងការវិតម្លៃនៅម៉ោងសិក្សាដែលបានគ្រោងទុកហ្នឹងគឺអាស្រ័យទៅលើការគ្រប់គ្រងថ្នាក់របស់គ្រូបង្រៀនហ្នឹងឯងអញ្ចឹងបើសិនជាការគ្រប់គ្រងបង្រៀនល្អមានន័យថាការវិតម្លៃទាំងពីរដំណាក់កាលហ្នឹងសំទោសទាំងពីរប្រភេទហ្នឹងក៏ល្អដូចគ្នាដែរអញ្ចឹងវត្តនៃការសំទោសការប្រមូលនៅភស្តុតាងសម្រាប់វិតម្លៃម៉ោងសិក្សាហ្នឹងគឺយើងផ្អែកទៅលើអីខ្លះអញ្ចឹងចំណុចសំខាន់នៃការប្រមូលភស្តុតាងហ្នឹងគឺយើងផ្អែកទៅលើពីរចំណុចសំខាន់គឺទី1ការសួរសំណួរនិងទី2ការសង្កេតរបស់គ្រូអ
chẳng ta à vì nó miên lệ khả năng chẳng bệnh đài chẳngនេះគឺជារបៀបនៃការសួរសំណួរអញ្ចឹងយើងអាចសួរពីមូលហេតុនៃលំហូរនៃសកម្មភាពយ៉ាងម៉េចសិស្សនឹងមានប្រតិកម្មយ៉ាងម៉េចចំពោះសកម្មភាពដែលយើងដាក់ឲ្យគាត់គួរតែបង្កើនល្បឿនឬក៏បន្ថយល្បឿននៃការបញ្ចូលមេរៀនអញ្ចឹងអានេះគឺជាសំណួរគឺជាការសួរសំណួរទៅលើខ្លួនឯងហើយវាជាភស្តុតាងមួយសម្រាប់ជាភស្តុតាងមួយសម្រាប់វាតម្លៃទៅលើការសួរសំណួរមួយទៀតគឺការសង្កេតអញ្ចឹងតើការសង្កេតហ្នឹងគឺមានលក្ខណៈបែបម៉េចអញ្ចឹងហេតុអីបានជាគេមានសំណួរមួយហេតុអីបានជាចាំបាច់ត្រូវសង្កេតសិស្សពេលម៉ោងរៀនអញ្ចឹងជាធម្មតាយើងត្រូវសង្កេតទៅលើការចូលរួមរបស់សិស្សមួយទៀតគឺយើងសង្កេតទៅលើបំណិនអន្តរកម្មរវាងសិស្សនៅក្នុងក្រុមជាដើមមានន័យថាតើសិស្សម្នាក់ហ្នឹងការចូលរួមក្រុមរបស់ពួកគាត់ហ្នឹងគឺយ៉ាងម៉េចដែរសកម្មអត់មួយទៀតយើងសង្កេតទៅលើចម្លើយរបស់កូនសិស្សនៅពេលដែលគាត់ឆ្លើយមកយើងអញ្ចឹងថាត្រូវឬក៏ខុសមួយទៀតគឺយើងទៅពិនិត្យទៅលើបំណិនទៅលើភាសាទៅលើវិកសារបស់គាត់ស្អីត្រូវឬខុសភាសាដែលគាត់និយាយនឹងត្រូវឬខុសនៅពេលដែលគាត់ហ្នឹងបញ្ចេញនៅគំនិតយោបល់ជាក្រុមរបស់គាត់អញ្ចឹងមួយទៀតយើងចាំបាច់សង្កេតទៅលើចំណុចបន្ថែមដែលជាទីហោបន្ថែមដែលទៀងទាត់អត់មានន័យថាគ្រូហ្នឹងគួរតែផ្ដល់នៅទីហោបន្ថែមឲ្យសិស្សឲ្យកាន់តែងាយយល់អត់មួយទៀតយើងពិនិត្យទៅមើលថាសិស្សមួយណាដែលចូលរួមឆ្លើយឬក៏សិស្សមួយណាដែលមិនចូលរួមឆ្លើយយើងសង្កេតទៅលើហ្នឹងមួយទៀតគឺយើងសង្កេតទៅលើចំណាប់អារម្មណ៍សិស្សមានន័យថានៅពេលដែលយើងដាក់កិច្ចការគាត់តើគាត់មានអារម្មណ៍បែបម៉េចចំពោះកិច្ចការរបស់យើងនឹងគាត់ចូលរួមអត់មួយទៀតគឺកម្រិតយល់ដឹងយើងសង្កេតទៅលើកម្រិតយល់ដឹងរបស់គាត់មួយទៀតកម្រិតទៅលើចាក់រឹកឬក៏ចិត្តរំភើបរបស់គាត់តាមរយៈការឆ្លើយសំណួរនឹងគាត់ភ័យគាត់ខ្លាចអត់មួយទៀតគឺឆ្លើយទៅលើយើងពិនិត្យទៅលើការឆ្លើយតបដោយអារម្មណ៍ប្រកបដោយអត្ថប្រយោជន៍របស់សិស្សមានថាយើងសួរគាត់នឹងដូចស្តៀងនេះដែរគាត់ភ័យអត់គាត់មានអារម្មណ៍ថាមិនដែរឬក៏ចាំបើសិនជាគាត់ឡើងទៅគាត់មានអារម្មណ៍បែបម៉េចអញ្ចឹងតាមរយៈលោក Nielsen គឺឆ្នាំ2008ហ្នឹងគាត់បកស្រាយថាការសង្កេតសម្រាប់ការវិតម្លៃនៅម៉ោងសិក្សាហ្នឹងវាគ្មានរចនាសម្ព័ន្ធទេអញ្ចឹងមានថាម៉េចមានថាវាមិនមានទម្រង់ឬក៏នីតិវិធីដែលបានកំណត់ប៉ុន្តែវាមិនចៃដន្យទេមានន័យថាម៉េចមានន័យថាការវិតម្លៃហ្នឹងគឺយើងអត់វិតម្លៃជាដំណាក់វាថាយើងអត់វិតម្លៃថាដំណាក់កាលទី1ធ្វើអីអត់ទេអញ្ចឹងមានថាយើងគ្មានរចនាសម្ព័ន្ធទេយើងសង្កេតឃើញអីយើងសួរនឹងមកហើយយើងអានេះគឺជាឧទាហរណ៍គេថាគ្រូដែលមានប្រសិទ្ធភាពរៀនសង្កេតសិស្សដែលសំខាន់នៅក្នុងផ្នែកនីមួយៗបង្ហាញពីប្រតិកម្មរបស់ពួកគេយ៉ាងច្បាស់ជាអ្នកដទៃអញ្ចឹងមានថាសិស្សម្នាក់ហ្នឹងបើសិនជាសិស្សនឹងយល់ដឹងកាន់តែច្រើនឬក៏កាន់តែលើសគេគឺការឆ្លើយរបស់គាត់ហ្នឹងគឺល្អគាត់ច្បាស់ជាងគេមួយទៀតគឺតាមរយៈការសិស្សហ្នឹងបញ្ចេញនៅសំឡេងលេចធ្លោឬក៏សង្កេតទៅលើសិស្សហ្នឹងគាត់មិនដែរស្ងប់ស្ងាត់អត់បើសិនជាស្ងប់ស្ងាត់គាត់អាចយល់មេរៀនបើសិនជាគាត់បញ្ចេញសំឡេងលឺគាត់បញ្ចេញសកម្មភាពផ្សេងមានតែគាត់យល់នៅមេរៀនហ្នឹងអញ្ចឹងការសង្កេតគឺមាន2ចំណុចសំខាន់អញ្ចឹងចំណុចទី1យើងសង្កេតទៅលើអាកប្បកិរិយាដែលគ្មានវិចារអញ្ចឹងគ្មានវិចារមានន័យថាយើងសង្កេតទៅលើអីគឺយើងសង្កេតទៅលើភាសាកាយវិការរបស់គាត់ទឹកមុខរបស់គាត់ទំនាក់ទំនងភ្នែករបស់គាត់របស់សិស្សហ្នឹងមានន័យថាម៉េចមានន័យថាបើសិនជាសិស្សខ្លះគាត់អត់ចេះនិយាយឬក៏គាត់ភ័យខ្លាចអញ្ចឹងយើងសង្កេតយើងវាតម្លៃអាកប្បកិរិយាគាត់តាមរយៈកាយវិការទឹកមុខតាមរយៈកែវភ្នែករបស់គាត់ហ្នឹងអញ្ចឹងតាមរយៈទស្សនវិទូ2នាក់លោក Martins លោក Martins ហើយនិងលោក Richmond ឆ្នាំ2000ហ្នឹងក៏និយាយថាសញ្ញាណដែលគ្មានដែលមិនមែនជាពាក្យសម្ដីហ្នឹងគឺតែងតែសំខាន់ជាងអ្វីដែលបាននិយាយ
hay thị trán để xa tài phụ kế nâng cứ thò mà ná mình miên chê tận ná nâng mặt ai cực krong bàn thì chân chẳng nói nâng miên thà mấy miên thà thì họ sao mùi nâng còn miên ở rộng phây khai kháng rồi có quạt ở bị đào máu cứ quạt ở hiền là lời còn miên rộng phây khai chân miên thà mấy miên thà còn miên chê tận ná còn ở trong chân này mình ta chi ở rộng một quạt phây khai chân dương sừng kê vì đầm lại tam gì ấy từ tam rồi dễ tập một bậc quạt tam giờ cao bên này bậc quạt tam giờ cao vì cao bậc quạt bền chẳng mới sanh thì dương khơi cao vì cao bậc quạt khơi tập một bậc quạt bị chết hạ quạt vô mê riêng tế dương ta tập vô mê riêng bậc quạt nắng mà đòn tiết trên tới chẳng ở miền tô sơn đạo bị tu mà nè tiết cứ lồn meseren bến an trở tế meren bếnในชั้นบุปผาบุรุษไปสับบุยนั้นก่อนยีน่าจัดระบบจัดระบบเพิ่มระบบมนุษย์พิจารณาคือการสปีรอยนั้นคือมาบรรจุนโดยมันมีตำแหน่งตำนองไม่ได้ทำไม่ได้ท่าปีสำได้ได้เกณฑ์เย้ยหรือก็ปีสำได้ได้มนุษย์นายมันเนี่ยก่อนเย้ยคือก่อนเป็นคลาสก่อนอัตราหรือก็เป็นคลาสก่อนเหาะจึงเถิดได้สักได้ไม่ได้ท่าก่อนเย้ยถ่ายโยนวันใต้จะแสดงก่อนโยนจ้ำยึงเป็นนัดตะเลยไอ้ก็ยึงเธอเป็นนัดตะเลยกายวิกาบอกว่าตามเหยียดตับหมกบอกว่าสำเลงเป็นคล้ายยึงสำเลงบอกว่าตามเหยียดสำเลงบอกว่าแต่ก่อนนั้นไม่ได้ไปเจนสำเลงคลางไปเจนสกอตสำเลงไม่เตอร์ให้ก่อนบางhaiน่ะรองไม่ได้ยึงไอ้สังเกตไปแต่ก่อนนั้นโยเมริออดจังอันนี้คือจีตัวสนัยระบบลูกมันเนี่ยนั่งคือลงเมรินเบนอันตรายเต้จังบุยเตี้ยคือการบ่งหางตามตึกมุกจังโดยขยมใหญ่เหมือนจังทาการบ่งหางตามตึกมุกคือบัญชีคืนทาบัญชีปีกับเกตยาระบบมนุษย์มันเนี่ยนั่งให้การบ่งหางในตึกมุกคือไอ้บ่งหางตามระยะผมบุยย้ำตีมุ้ยคือไอ้บัญชีจีtập một sọp bướm thì cái đi tập ruồi nhẹ phá khăn hay phải làm chẳng mình dùng mình nè cứ sập sân tái miền tầng on đằng hay ai bên trên nơi tập một tầng on đằng bàn chẳng như anh vi đồng lấy tam địa ca sẵn kết ta lư bằng bùi giang sẵn khăn đi ca ở bên trên là tập một tầng on đằng chẳng tam địa lộ heo cứ nâng khăn nam people on 7 ហ្នឹងcòn về tha bốc គឺជាប្រភពដ៏សំខាន់នៃព័ត៌មានដែលមិនមែនជាពាក្យសម្ដីព្រោះវាច្រកចេញចម្បងសម្រាប់អារម្មណ៍ហើយជាកម្របំភ្លៃអត្ថន័យណាស់អញ្ចឹងមានន័យថានៅពេលដែលគាត់បញ្ចេញនៅកាយវិការបញ្ចេញនៅទឹកមុខអញ្ចឹងភិកច្រើនគឺទឹកមុខរបស់គាត់យ៉ាងម៉េចពាក្យសម្ដីរបស់គាត់ក្នុងចិត្តរបស់គាត់គឺគាត់គិតអញ្ចឹងឯងចឹងពាក្យសម្ដីក្រៅគឺគាត់គឺអត់ចាប់ទុកថាវាជាព័ត៌មានដែលសំខាន់សម្រាប់ឲ្យគ្រូក្នុងការវិតម្លៃបានទេអញ្ចឹងយើងសង្កេតទៅលើទឹកមុខវិញអានេះតាមទស្សនៈរបស់លោក Hell ក្នុងឆ្នាំ 2007 អញ្ចឹងចំពោះទម្រង់នៅទឹកមុខនឹងគឺយើងអាចសង្កេតបានទៅលើ3តំបន់សំខាន់ទី1យើងអាចសង្កេតទៅលើចិញ្ចើមនិងថ្ងាសរបស់គាត់ភ្នែករបស់គាត់ត្បកភ្នែកហើយនិងច្រមុះនិងមុខខាងក្រោមរបស់គាត់ហ្នឹងអញ្ចឹងនេះគឺជាលក្ខណៈនៃការពិនិត្យយើងអាចពិនិត្យទៅលើ3តំបន់ហ្នឹងដើម្បីដឹងថាគាត់ហ្នឹងគឺបំភ្លែងអត្តន័យនឹងអត់គាត់បំភ្លែងការពិតគាត់កុហកអត់អញ្ចឹងយើងអាចពិនិត្យទៅលើតំបន់ទាំង3ហ្នឹងបានអានេះគឺជាលំហាត់អនុវត្តទេអញ្ចឹងរូបភាពទី1រូបភាពទី2ដល់ទី7ហ្នឹងគឺត្រូវនឹងពាក្យមួយណានៅក្នុងចម្លើយរបស់យើងហ្នឹងអញ្ចឹងយើងអាចយកទឹកមុខមកដាក់បានឧទាហរណ៍ទឹកមុខទី1បង្ហាញពីការភ្ញាក់ផ្អើលអញ្ចឹងទៅអញ្ចឹងមួយទៀតគឺការសំដួលការសួរសំដួលផ្ទាល់មាត់ដើម្បីជាការវិតម្លៃអញ្ចឹងសួរថាតើការវិតម្លៃហ្នឹងគឺយ៉ាងម៉េចដែរទៅលើការសួរសំដួលផ្ទាល់មាត់ហ្នឹងអញ្ចឹងមានទស្សនវិទូ2រូបទៀតហើយគឺលោក Moss ហើយនិងលោក Brookhart នៅក្នុងឆ្នាំ 2009 គាត់និយាយថាគ្រូបង្រៀនជាមួយជុំគឺសួរសំណួរ400សំណួរនៅក្នុងមួយថ្ងៃហើយហេតុអីបានយើងត្រូវសួរសំណួរ
ចឹងជាការសង្កេតឬក៏ជាការវិតម្លៃគ្រូចាំបាច់ត្រូវតែប្រើនៅសំណួរកំឡុងពេលបង្រៀនដើម្បីឲ្យដឹងថាសិស្សហ្នឹងគាត់យល់ដល់កម្រិតណាហើយគាត់អាចបង្ហាញនៅការអនុវត្តជំនាញនៃការរៀនរបស់គាត់លំហាត់របស់គាត់ហ្នឹងដល់កម្រិតណាអញ្ចឹងយើងចាំបាច់ត្រូវតែអីគឺត្រូវតែសួរសំណួរគាត់ហើយយើងសួរសំណួរហ្នឹងសួរសំណួរតាមរយៈតមាត់អញ្ចឹងមានទស្សនវិទូ2រូបទៀតលោកGreen ហើយនិងលោក Jenson នៅក្នុងឆ្នាំ2010គាត់និយាយថាសំណួរដែលល្អបំផុតគឺជាសំណួរដែលអាចបត់បែនបានអញ្ចឹងនេះជាទស្សនៈរបស់គាត់ទេអញ្ចឹងនេះគឺជាប្រភេទនៃសំណួរដែលយើងអាចសួរទៅលើចំណុចណាខ្លះដែលយើងគួរតែសួរអញ្ចឹងមានពី1ដល់ទី9ខ្ញុំអត់និយាយទាំងអស់ទេខ្ញុំនិយាយទី1សួរសំណួរឲ្យចំច្បាស់ចំដែលងាយយល់នៅក្នុងការឆ្លើយអញ្ចឹងក្នុងការដាក់សំណួរគាត់ឆ្លើយយើងត្រូវសួរឲ្យចំសួរច្បាស់ហើយនឹងងាយយល់ងាយឆ្លើយឲ្យសិស្សហ្នឹងគាត់ឆ្លើយងាយខ្លីអញ្ចឹងពី1ដល់9ហ្នឹងខ្ញុំលើកយកមួយមកបកស្រាយអញ្ចឹងមួយទៀតការផ្ដល់មតិចំណុចមួយទៀតគឺការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពអញ្ចឹងនៅពេលដែលយើងដឹងពីការវិតម្លៃរបស់សិស្សហើយយើងចាំបាច់ត្រូវតែផ្ដល់នៅមតិកែលម្អទៅកាន់សិស្សវិញឲ្យវាមានប្រសិទ្ធភាពអញ្ចឹងវិធីក្នុងការគ្រូហ្នឹងគឺប្រើប្រាស់ព័ត៌មានវិតម្លៃគឺយើងត្រូវដឹងពីរបៀបនៃការឆ្លើយតបទៅនឹងសិស្សនិស្សិតបន្ទាប់មកពីពួកគេបង្ហាញនៅចំណេះដឹងបង្ហាញពីហេតុផលបង្ហាញពីជំនាញនៃការអនុវត្តរបស់ពួកគាត់អញ្ចឹងការឆ្លើយតបរបស់គ្រូនឹងត្រូវបានហៅថាជាមតិកែលម្អត្រឡប់ដល់សិស្សបន្ទាប់ពីការវិតម្លៃអំពីសមិទ្ធផលការរៀនរបស់គាត់អញ្ចឹងត្រង់នេះមានន័យថាវិធីសាស្ត្រនៃការផ្ដល់នៅមតិកែលម្អយើងត្រូវយល់ដឹងអំពីសមត្ថភាពចំណេះដឹងរបស់គាត់យល់ដឹងពីហេតុផលរបស់គាត់ជំនាញរបស់គាត់ការអនុវត្តរបស់គាត់ដល់កម្រិតណានៅពេលដែលយើងដាក់នៅខ្លឹមសារមេរៀនដាក់នៅសំណួរណាមួយឲ្យគាត់ធ្វើអញ្ចឹងយើងដឹងមុនបន្ទាប់មកយើងកែលម្អគាត់តាមក្រោយអញ្ចឹងប្រភេទនៃការកែលម្អហ្នឹងគឺមាន2ទី1គឺការពិនិត្យមើលជាងការពិនិត្យមើលហ្នឹងយើងពិនិត្យទៅលើអីគឺពិនិត្យទៅលើការជូនដំណឹងដល់សិស្សអំពីចម្លើយរបស់គាត់នឹងត្រូវឬខុសការទទួលចង់ឲ្យស្គាល់ឲ្យសិស្សនឹងទទួលស្គាល់នឹងចម្លើយថាគាត់នឹងធ្វើមិនដែរគាត់បានល្អអត់អញ្ចឹងនេះជាព័ត៌មានត្រឡប់ជាការផ្ដល់នៃការលម្អបើសិនជាខុសហើយយើងត្រូវបន្ថែមនៅចំណុចខ្វះខាតរបស់គាត់មួយទៀតគឺចង់ឲ្យសិស្សនឹងទទួលស្គាល់ថាចម្លើយរបស់គាត់មិនត្រូវអនុញ្ញាតឲ្យគាត់នឹងគឺរៀនឡើងវិញអញ្ចឹងនៅពេលដែលធ្វើអត់ត្រូវយើងត្រូវអនុញ្ញាតគាត់នឹងរកចម្លើយឡើងវិញឬក៏ប្រាប់គាត់អំពីចម្លើយឬក៏ជាផ្លូវឲ្យគាត់រកចម្លើយនឹងអត់ត្រូវវិញមួយទៀតគឺចង្អុលបង្ហាញថាសិស្សនឹងខុសដោយមិនចាំបាច់ប្រាប់ចម្លើយឬយោបល់សម្រាប់ការកែលម្អអញ្ចឹងត្រង់នេះមានន័យថានៅពេលយើងប្រាប់គាត់ហើយយើងត្រូវកែលម្អគាត់ឬក៏យើងត្រូវចង្អុលបង្ហាញនៅចម្លើយដែលគាត់ខុសហើយឲ្យគាត់យកចម្លើយខុសហ្នឹងរកចម្លើយឲ្យត្រូវវិញមួយទៀតគឺប្រភេទនៃការវិតម្លៃហ្នឹងគឺទៅលើបរិយាលម្អិតមានន័យថាម៉េចមានន័យថានៅពេលដែលគាត់ចម្លើយរបស់គាត់នឹងមិនត្រូវហើយយើងត្រូវបញ្យល់ពីមូលហេតុអីបានជាគាត់អត់ត្រូវហើយយើងត្រូវទុកពេលឲ្យគាត់នឹងធ្វើឡើងវិញមួយទៀតយើងបង្ហាញអំពីចំណុចសំខាន់នៅអ្វីដែលគាត់បានរៀនមួយទៀតគឺយើងពណ៌នាអំពីមូលហេតុអីបានជាសម្រួលពីរបើគាត់ធ្វើហ្នឹងមួយខុសមួយត្រូវអញ្ចឹងយើងត្រូវប្រាប់ពីមូលហេតុទាំងអស់ហ្នឹងមួយទៀតយើងត្រូវបំផុសនៅគំនិតឬក៏តម្រុយដើម្បីឲ្យគាត់នឹងរកចម្លើយបានត្រឹមត្រូវហើយចុងក្រោយនេះគឺជាការចង់ឲ្យគាត់នឹងវិភាគទៅលើអ្វីដែលគាត់យល់ច្រឡំហើយវិនិច្ឆ័យឡើងវិញអញ្ចឹងកំណត់ទាំងអស់នេះគឺដកស្រង់ចេញពី based on shot ក្នុងសៀវភៅ based on shot on shot ហ្នឹងនៅក្នុងឆ្នាំបបពុនឆ្នាំ2008ទំព័រទី160អញ្ចឹងការផ្ដល់មតិកែលម្អឲ្យមានប្រសិទ្ធភាពហ្នឹងចំណុចមួយទៀតយើងត្រូវកំណត់ពីធម្មជាតិនៃការផ្ដល់មតិលម្អអញ្ចឹងកំណត់នៃធម្មជាតិហ្នឹងគឺយើងមានចំនួន5ទី1គឺចំនួន
ចំនួនហ្នឹងគឺគេសំដៅទៅលើអីគឺសំដៅទៅលើការកំណត់កន្លែងដែលខុសច្រើនកន្លែងដែលត្រូវផ្លាស់ប្ដូរអញ្ចឹងតើទៅនឹងចំនួនគឺចំនួនទៅលើការខុសប្រមាណត្រូវប្រមាណហើយយើងត្រូវផ្ដល់នៅប្រយោជន៍ដើម្បីឲ្យសិស្សហ្នឹងកែលម្អមួយទៀតគឺពេលវេលាចឹងមានថានៅពេលតែកំពុងតែកែលម្អហ្នឹងយើងត្រូវផ្ដល់ទៅលើយើងត្រូវគិតទៅលើពេលវេលាថាគួរតែផ្ដល់គួរតែកែលម្អគាត់កំឡុងពេលបង្រៀននឹងភ្លាមឬក៏យើងត្រូវតែពជាពេលបន្តិចអញ្ចឹងជាក់ស្ដែងការកែលម្អយើងមិនចាំបាច់ត្រូវទុកពេលឬក៏យើងត្រូវចំណាយពេលសម្រាប់វិភាគវាសំទោសយើងមិនត្រូវទុកពេលឲ្យវាច្រើនពេកទុកឲ្យពេលវាយូរពេកទេក្នុងការកែលម្អយើងត្រូវកែលម្អភ្លាមឬក៏យើងត្រូវពជាពេលបន្តិចសម្រាប់ឲ្យគាត់នឹងធ្វើការងាររបស់គាត់អញ្ចឹងនៅពេលដែលកែលម្អហើយយើងត្រូវកែលម្អភ្លាមអនុវត្តភ្លាមតែម្ដងមួយទៀតគឺរបៀបនៃការផ្ដល់នៅមតិកែលម្អយើងត្រូវផ្ដល់ជាការផ្ទាល់មាត់ឬការសរសេរនិងការបង្ហាញយើងអាចប្រាប់គាត់អាចជាលិខិតសរសេរឬក៏ជាការធ្វើបទបង្ហាញផ្សេងឲ្យគាត់យល់ជាមុនមួយទៀតគឺអ្នកស្ដាប់អញ្ចឹងការផ្ដល់នៅមតិកែលម្អហ្នឹងយើងផ្ដល់ទៅលើយើងអាចផ្ដល់ទៅលើសិស្សម្នាក់ឬក៏អាចផ្ដល់ទៅលើជាក្រុមតូចនិងក្រុមធំអញ្ចឹងកុំឲ្យមានន័យថាមិនមានន័យថាជាញឹកញាប់ការផ្ដល់មតិហ្នឹងគឺសម្រាប់ម៉ោងសិក្សាមិនមែនជាសម្រាប់ផ្ដល់ជាបុគ្គលទេអញ្ចឹងមានថាយើងត្រូវផ្ដល់ជូនគាត់ឬក៏ផ្ដល់ការកែលម្អគាត់ម្នាក់ជាក្រុមឬក៏ជាក្រុមតូចក្រុមធំអញ្ចឹងទៅមួយទៀតគឺប្រភេទនៃការនៃកិច្ចការមានន័យថាព័ត៌មានត្រឡប់ជាធម្មតាហ្នឹងគឺផ្ដោតទៅលើរបៀបរៀននិងការរៀនរបស់គាត់ហ្នឹងអញ្ចឹងការផ្ដល់ព័ត៌មានត្រឡប់គឺជាអ្វីដែលគាត់រៀនបានមានថានៅពេលដែលគាត់រៀនបានយើងត្រូវពិនិត្យការលម្អទៅលើចំណេះដឹងរបស់គាត់ការយល់របស់គាត់ហើយទៅលើខ្លឹមសារដែលចាំបាច់ដែលគាត់នឹងត្រូវតែយល់ច្បាស់បាទអញ្ចឹងចំណុចចុងក្រោយគឺការវិតម្លៃតាមដំណាក់កាលដោយផ្អែកទៅលើតម្លៃបញ្ចប់អញ្ចឹងយើងមិញបានសិក្សាហើយគឺការវិតម្លៃទៅតាមម៉ោងសិក្សាអញ្ចឹងយើងមកប្រភេទទៀតនៃការវិតម្លៃតាមដំណាក់ហ្នឹងគឺការវិតម្លៃតាមដំណាក់ដោយផ្អែកទៅលើការវិតម្លៃបញ្ចប់អញ្ចឹងមាតិកានៅក្នុងចំណុចហ្នឹងគឺមាន3សំខាន់ទី1ប្រភេទនៃការវិតម្លៃតាមដំណាក់វិតម្លៃបញ្ចប់ហ្នឹងគឺមានអីខ្លះការផ្ដល់នូវមតិត្រឡប់ការកែលម្អការបង្រៀនអញ្ចឹងការវិតម្លៃបញ្ចប់ហ្នឹងគឺមាន3សំខាន់ទី1យើងត្រូវដឹងពីប្រភេទយើងដឹងអំពីព័ត៌មានត្រឡប់និងការកែលម្អការបង្រៀនអញ្ចឹងប្រភេទនៃការវិតម្លៃតាមដំណាក់ដែលផ្អែកទៅលើវិតម្លៃបញ្ចប់ហ្នឹងមានចំនួនច្រើនអញ្ចឹងចំណុចទី1គឺយើងត្រូវប្រភេទនៃការវិតម្លៃហ្នឹងគឺផ្អែកទៅលើលំហាត់ដែលមានរចនាសម្ព័ន្ធមានន័យថាម៉េចមានន័យថាយើងត្រូវជាការសរសេរអំពីថ្ងៃឬក៏ការធ្វើបទបង្ហាញផ្ទាល់មាត់ការលេងល្បែង digital ផ្សេងអញ្ចឹងនេះវាជាការវិតម្លៃបញ្ចប់មេរៀននៅពេលដែលរៀនចប់ទៅយើងត្រូវយកល្បែងឬក៏ធ្វើបទបង្ហាញផ្ទាល់មាត់ហ្នឹងជាប្រភេទនៃការលំហាត់ដែលមានរចនាសម្ព័ន្ធមួយទៀតគឺបូរ៉េតេសទី3យើងដាក់ជាកិច្ចការផ្ទះគាត់ទី4ជាកិច្ចការសាលាទី5ជាសំណួរខ្លីៗនិងសំណួរតេសទី6ការវិតម្លៃរួមនិងទី7ចុងក្រោយគឺការវិតម្លៃវឌ្ឍនភាពរបស់សិស្សអញ្ចឹងទាំងអស់ហ្នឹងគឺជាប្រភេទនៃការវិតម្លៃតាមដំណាក់ផ្អែកទៅលើការវិតម្លៃបញ្ចប់ការសិក្សារបស់សិស្សអញ្ចឹងព័ត៌មានត្រឡប់វិញថាតើយើងបានអីខ្លះពីព័ត៌មានត្រឡប់ឬក៏យើងត្រូវធ្វើអីខ្លះដើម្បីឲ្យសិស្សហ្នឹងយល់ជាមុនអញ្ចឹងទី1យើងត្រូវវាស្តៀងជាមួយនឹងការវិតម្លៃនៅក្នុងម៉ោងសិក្សាដែរគឺមានចំនួនដែលជាបរិមាណនៃការផ្ដល់មតិមាន mode មាន audience មាន type of test មានប្រភេទសំណួរកិច្ចការមាន timing មានពេលវេលាហើយនឹង different tense ព័ត៌មានត្រឡប់ផ្សេងគ្នាដល់សិស្សផ្សេងដល់គិត
គូពីសមត្ថភាពកម្រិតថ្នាក់និងមុខវិជ្ជាឯកទេសរបស់សិស្សអញ្ចឹងព័ត៌មានត្រឡប់យើងធ្វើផ្អែកទៅលើចំណុចសំខាន់ទាំង6ហ្នឹងបាទអញ្ចឹងតាមរយៈលោក full text ឆ្នាំ2009ក៏និយាយថាដំណាក់កាល3ដែលយើងត្រូវតែផ្ដល់នៅព័ត៌មានត្រឡប់ទៅកាន់សិស្សគឺមាន3ចំណុចសំខាន់ទី1គឺយល់ដឹងពីលទ្ធផលរំពឹងទុកនៃការសិក្សារបស់សិស្សហ្នឹងអញ្ចឹងនៅពេលដែលយើងបង្រៀនចប់យើងរំពឹងថាគាត់នឹងធ្វើអីបានអីមកវិញអញ្ចឹងបើសិនជាគាត់ខ្វះខាតកន្លែងណាយើងត្រូវបំពេញចន្លោះឲ្យគាត់មានថាយើងត្រូវផ្ដល់មតិត្រឡប់ទៅគាត់ទី2គឺដឹងអំពីកំហុសរបស់សិស្សដែលបានកើតឡើងនៅពេលដែលបរិញ្ញាហ្នឹងអញ្ចឹងនៅពេលដែលកំហុសកើតឡើងនៅពេលបរិញ្ញាហ្នឹងក្រោយពេលបញ្ចប់ហើយយើងត្រូវអីយើងត្រូវផ្ដល់ព័ត៌មានត្រឡប់ឲ្យគាត់ខ្វះខាតកន្លែងណាចំណុចខ្សោយកន្លែងណាអញ្ចឹងទៅមួយទៀតគឺការបង្កើតគំនិតនិងការផ្ដល់ព័ត៌មានត្រឡប់អញ្ចឹងយើងត្រូវបង្កើតគំនិតមិនដើម្បីឲ្យគាត់នឹងដើម្បីឲ្យយើងនឹងសម្រេចបាននៅលទ្ធផលការសិក្សានៅក្នុងបញ្ចប់នៅក្នុងម៉ោងរបស់យើងឬក៏បញ្ចប់នៅក្នុងមួយឆោមមាសមួយខែអីចឹងទៅអញ្ចឹងការកែលម្អការបង្រៀនហ្នឹងគឺក្រោយពេលដែលផ្ដល់មតិត្រឡប់ហើយគឺមាន5ចំណុចសំខាន់ទី1គឺការទី1យើងត្រូវសិក្សាការសិក្សាប្រកបដោយសមត្ថភាពទី2ការឆ្លើយតបដោយមានអន្តរាគមន៍ទី3ការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សវឌ្ឍនភាពសិស្សរបស់សិស្សនិងការកែលម្អការបង្រៀនសារចុះសារឡើងច្រើនដងអញ្ចឹងទាំងអស់នេះគឺជាចំណុចសំខាន់នៃការកែលម្អវិធីសាស្ត្រក្នុងការបង្រៀនឬការបង្រៀនរបស់យើងក្រោយពេលដែលព័ត៌មានត្រឡប់ហ្នឹងគឺត្រឡប់មកយើងវិញឬក៏ត្រឡប់ទៅឲ្យសិស្សហើយយើងត្រូវពិចារណាទៅលើចំណុច5សំខាន់ហ្នឹងអញ្ចឹងទី1គឺការសិក្សាប្រកបដោយសមត្ថភាពអញ្ចឹងមានន័យថាម៉េចមានន័យថានៅពេលដែលយើងបង្រៀនសិស្សហើយយើងត្រូវពិចារណាថាតើយើងគួរតែផ្លាស់ប្ដូរនៅគំនិតនៃការអប់រំបច្ចុប្បន្នរបស់សិស្សហ្នឹងយ៉ាងម៉េចយើងត្រូវប្រើវិធីសាស្ត្រដូចគ្នាដែរអត់ឬប្រើវិធីសាស្ត្រផ្សេងដើម្បីអីគឺដើម្បីជំនួសនឹងការបង្រៀនរបស់យើងហ្នឹងឆ្លើយតបទៅនឹងភាពចម្រុះរបស់សិស្សមានន័យថាសិស្សខ្លះគាត់ចេះសិស្សខ្លះគាត់អត់សូវយល់ចឹងយើងត្រូវកែលម្អនៅអីនៅគំនិតបច្ចុប្បន្នភាពដែលយើងបង្រៀនហ្នឹងវិធីសាស្ត្រដែលយើងបង្រៀនហ្នឹងប្រើត្រូវអត់អញ្ចឹងយើងត្រូវសិក្សាទៅលើយើងត្រូវសិក្សាប្រកបដោយសមត្ថភាពមួយទៀតគឺយើងត្រូវឆ្លើយតបដោយអន្តរាគមន៍ត្រង់ចំណុចហ្នឹងយើងត្រូវធ្វើម៉េចមានថាយើងត្រូវពិនិត្យតាមដានទៅលើសិស្សដិតដល់ជាប្រចាំអញ្ចឹងមានថានៅពេលដែលសិស្សគាត់អត់យល់ឬសិស្សណាដែលគាត់ខ្សោយខ្លាំងយើងត្រូវតាមដានការសិក្សារបស់គាត់នឹងឲ្យដិតដល់ឲ្យជាប្រចាំដើម្បីអីគឺដើម្បីផ្ដល់ជាអន្តរាគមន៍ការបង្រៀននិងការរៀនរបស់គាត់នឹងឲ្យល្អប្រសើរជាងមុនឲ្យសមស្របជាងមុនចំណុចមួយទៀតគឺយើងត្រូវពិនិត្យតាមដានអន្តរាគមន៍ថាតើការផ្លាស់ប្ដូររបស់គាត់នឹងការកែលម្អរបស់គាត់នឹងគឺយ៉ាងម៉េចហើយទទួលបានលទ្ធផលល្អជាងមុនអត់អញ្ចឹងយើងត្រូវពិនិត្យទៅលើទាំងអស់ហ្នឹងចំណុចមួយទៀតគឺការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សអញ្ចឹងយើងដឹងហើយការបង្រៀនដែលឆ្លើយតបភាពខុសគ្នារបស់សិស្សគឺមានធាតុសំខាន់ចំនួន5គឺបរិស្ថានថ្នាក់រៀនអញ្ចឹងយើងត្រូវបង្រៀនបែបម៉េចនៅក្នុងបរិស្ថានហ្នឹងយើងត្រូវកែប្រែបែបម៉េចយើងត្រូវបង្រៀនក្រៅបង្រៀនក្នុងសាលាអីចឹងទៅទី2យើងត្រូវពិនិត្យទៅលើកម្មវិធីសិក្សារបស់សិស្សទី3ការវិតម្លៃទី4ការបង្រៀននិងរៀននិងទី5ការគ្រប់គ្រងសិស្សនៅក្នុងថ្នាក់រៀនអញ្ចឹងទាំង5ធាតុហ្នឹងគឺជាចំណុចសំខាន់ក្នុងការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សយើងចំណុចទី4គឺវឌ្ឍនភាពសិក្សារបស់សិស្សអញ្ចឹងវឌ្ឍនភាពក្នុងការសិក្សារបស់សិស្សហ្នឹងគឺជាអីគឺជាផែនទីក្នុងការកំឡុងពេលវេលាណាមួយដើម្បីដឹងព័ត៌មានអ្វីខ្លះដែលត្រូវប្រមូលពីការយល់ដឹងរបស់សិស្សនិងឆ្លើយតបជាមួយនឹងការកែលម្អបង្រៀនដែលចាំបាច់អញ្ចឹងមានន័យថាអ្វីមានន័យថានៅពេលដែលយើងបង្រៀនហើយយើងត្រូវប្រមូលនៅអ្វី
ដែលសិស្សហ្នឹងយល់ឬក៏ប្រមូលនៅចំណេះដឹងដែលសិស្សហ្នឹងទៅចាប់បានដល់កម្រិតណាបន្ទាប់មកយើងត្រូវកែលម្អចំណុចទាំងអស់ហ្នឹងហើយយើងត្រូវបង្រៀនជាចាំបាច់មួយទៀតគឺធ្វើឲ្យគ្រូហើយនិងសិស្សហ្នឹងបន្ស៊ីគ្នារវាងវឌ្ឍនភាពសិក្សារបស់សិស្សដើម្បីគឺដើម្បីលក្ខណៈដើម្បីដឹងអំពីលក្ខណៈវិនិច្ឆ័យទៅលើការវិតម្លៃអនុវត្តហ្នឹងជាប្រកបដោយភាពជោគជ័យនៅក្នុងដំណាក់កាលនៅក្នុងជំហាននីមួយៗនៅក្នុងការកែលម្អរបស់យើងហ្នឹងអញ្ចឹងចំណុចទី5គឺជាការកែលម្អសារចុះសារឡើងជាច្រើនដងអញ្ចឹងមានថាយើងត្រូវពិនិត្យទៅលើអីទៅលើសិស្សហ្នឹងមានថាយើងពិនិត្យទៅលើការអានបន្ថែមថាសិស្សហ្នឹងគាត់អានមិនដែរមានបញ្ហាអត់ការបង្រៀនជាបុគ្គលមានថាគាត់បង្រៀនគាត់ការរៀនខ្លួនឯងហ្នឹងមិនដែរនៅក្នុងសាលាឬក៏នៅផ្ទះគាត់យើងត្រូវស៊ើបយើងត្រូវកែលម្អគាត់យើងត្រូវដាស់តឿនគាត់មួយទៀតគឺការងារតូចការងារក្រុមតូចរបស់គាត់មិនដែរយើងសង្កេតទៅលើសិស្សម្នាក់ការសង្កេតទៅលើការងារក្រុមគាត់ល្អអត់ទីមួយការងារជាគំរូមានថាគាត់ដោះស្រាយបញ្ហាហ្នឹងតាមជំហានអត់នៅពេលដែលគាត់ដោះស្រាយបញ្ហាហើយគាត់ត្រូវប្រើអីខ្លះជំហានអីខ្លះជាគំរូដែលឲ្យអ្នកដទៃហ្នឹងគឺអាចយកជាគំរូបានមួយទៀតគឺការសួរសំណួរផ្ទាល់មកទៅកាន់សិស្សនៅក្នុងថ្នាក់អញ្ចឹងវាជាការបង្រៀនសារចុះសារឡើងជាច្រើនដងមួយទៀតការបញ្យល់ឡើងវិញសិលឹកកិច្ចការការបង្រៀនមិត្តភ័ក្តិហើយចុងក្រោយគឺលក្ខណៈវិនិច្ឆ័យសំទោសលក្ខណៈវិនិច្ឆ័យនៃចំណាត់ថ្នាក់មួយទៀតគឺការផ្លាស់ប្ដូរនៅលំដាប់ការរករងតាមអ៊ីនធឺណិតផែនទីបញ្ញាឧបករណ៍ digital ថ្មីជាដើមអញ្ចឹងប្រភេទទាំងអស់ហ្នឹងគឺស្ថិតនៅក្នុងការកែលម្អការបង្រៀនសារចុះសារឡើងច្រើនដងអញ្ចឹងមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយយល់បានប៉ុណ្ណាគឺខ្ញុំនឹងបកស្រាយប៉ុណ្្នឹងទេចំណុចខ្លះក៏ខ្ញុំអត់យល់ដែរអញ្ចឹងចំណុចខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូជម្រាបលា